តែរឿងកាលឡើងនៅក្នុងឆ្នាំ1952ក្នុងកំឡុងពេលនៃសង្គ្រាមកូរ៉េទាំងពីរយើងឃើញថាឥឡូវហ្នឹងគឺមានកងពលមួយឈ្មោះថាកងពលលេខ5កំពុងតែធ្វើដំណើរឆ្លងកាត់ទីទួលដែលពោពេញទៅដោយព្រិលសក្បោះតែម្ដងក្រុមកងពលលេខ5ហ្នឹងគឺល្បីល្បាញខ្លាំងណាស់នៅជំនាន់ហ្នឹងដោយសារតែពួកគេហ្នឹងគឺល្បីខាងបាញ់ត្រង់និយាយទៅគឺបាញ់គោលដៅមិនដែលខុសទេហើយការអត់ធ្មត់ការតស៊ូហើយនិងភាពមោះមុតរបស់ពួកគេហ្នឹងគឺបានធ្វើឲ្យពួកគេហ្នឹងក្លាយជាក្រុមមួយដែលអ្នកណាក៏ខ្លាចដែរនៅជំនាន់ហ្នឹងថ្ងៃមួយយើងឃើញថាក្រុមកងពលលេខ5ដឹកនាំដោយបរិសម្នាក់ឈ្មោះតលួយហ្នឹងកំពុងតែលូនក្រាបធ្វើប្រតិបត្តិការរបស់ពួកគេគឺលបចាំបាញ់ក្រុមទាហានអាមេរិកមកសន្ទុះក្រោយមកក្បួនឡានក្រុមទាហានអាមេរិកហ្នឹងក៏បានបើកមកដល់កន្លែងហ្នឹងដែលលួយហ្នឹងក៏បានប្រាប់ទៅកាន់គ្នារបស់គេឲ្យធៀមណាម្នាក់បាញ់មួយនិយាយទៅគឺអត់ឲ្យខុសគោលដៅទេក្រោយពីបានកំណត់ថាអ្នកណាគេត្រូវបាញ់អ្នកណាហើយហ្នឹងលួយក៏បានចេញបញ្ជាគ្នារបស់គេនេះធ្វើការបាញ់ប្រហារដែលរំពេចនោះ sniper របស់ពួកគេហ្នឹងក៏បានកេះកៃកណ្ដុងដាក់ម្នាក់មកគ្រាប់ហើយសម្លេះក្រុមទាហានអាមេរិកហ្នឹងដែលទំនងជាមើលទៅគឺ slash អស់ហើយគ្មានសល់តែស្ងាត់ជាបតែម្ដងក៏ប៉ុន្តែរំពេចនោះស្រាប់តែមានទាហានអាមេរិកម្នាក់ហ្នឹងគឺបានងើបឡើងនៅមានជីវិតនៅឡើយដែលមានន័យថាគ្នារបស់គេម្នាក់ហ្នឹងគឺបាញ់អត់ទៅគោលដៅហើយលួយនៅកន្លែងហ្នឹងគឺប្រងបន្តបាញ់ប្រហារសម្លេះទាហានអាមេរិកម្នាក់ដែលនៅសល់ហ្នឹងឯងក៏ប៉ុន្តែទាហានម្នាក់ហ្នឹងគឺបែរជាឡើងមកលើឡានមួយនិងបានប្រើកំភ្លើងយន្តហ្នឹងបាញ់រះសម្ដៅមកកាន់ពួកគេលន់សូទៅបាញ់យកតែម្ដងឃើញអញ្ចឹងលួយហ្នឹងក៏បានចេញបញ្ជាទៅកាន់កូនចៅរបស់គាត់ហ្នឹងឲ្យក្រាបចុះវិញបន្ទាប់មកគាត់ខ្លួនឯងហ្នឹងក៏បានលំមាខ្លួនដើម្បីគេចចេញពីការបាញ់ប្រហារហើយនៅពេលដែលឃើញតែមានឱកាសហ្នឹងគាត់ក៏បានងើបមកនិងបានដាក់មកគ្រាប់សម្ដៅទៅកាន់ទាហានអាមេរិកហ្នឹងចំកដាក្បាលតែម្ដងដែលធ្វើឲ្យទាហានអាមេរិកហ្នឹងគឺបាន slash ភ្លាមដែលនេះគឺបានធ្វើឲ្យកូនចៅរបស់គាត់ដែលកំពុងតែនៅកន្លែងហ្នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំមកមេបាញ់ត្រង់តែដល់មកកាត់ទៅកាន់ជំរំទ័ពអាមេរិកមកកន្លែងនៅបើបង្ហាញយើងឃើញថាទាហានអាមេរិកហ្នឹងកំពុងតែរៀបចំអាវុធរបស់ពួកគេត្រៀមដើម្បីប្រយុទ្ធគ្រប់ពេលតែម្ដងហើយទាហានទាំងអស់ហ្នឹងគឺដឹកនាំដោយបរិសម្នាក់ឈ្មោះថា William គេហៅថា Captain William ណាក្រៅពីនេះយើងក៏បានឃើញផងដែរនៅបរិសម្នាក់ឈ្មោះថា John ដែលត្រូវបានសភារបស់អាមេរិកហ្នឹងបញ្ជូនមកជាពិសេសតែម្ដងដើម្បីតាមប្រមាញ់ក្រុមកងពលលេខ5ហើយឥឡូវហ្នឹង John ហ្នឹងគឺបានចាប់គិញសម្ងាត់របស់ខាងកងពលលេខ5ម្នាក់ហ្នឹងជាចំណាត់ខ្មាំងដើម្បីជួយពួកគេក្នុងការតាមប្រមាញ់ក្រុមកងពលលេខ5ហ្នឹងឲ្យបានអញ្ចឹងទៅបន្តិចក្រោយមក Captain William ហ្នឹងគឺបានចូលមកនិយាយនេះជាមួយនឹង John ដែលយើងក៏បានដឹងថា Captain William ហ្នឹងគឺមិនសូវជាពេញចិត្ត John ប្រហែលទេដោយសារតែគាត់យល់ឃើញថា John ហ្នឹងគឺមកធ្វើការងារហ្នឹងគឺដើម្បីតែមុខមាត់ដើម្បីតែភាពល្បីល្បាញប៉ុណ្ណោះត្រឡប់មកខាងកងពលលេខ5ម្នាក់វិញយើងឃើញថាពួកគេហ្នឹងកំពុងតែនាំគ្នាសម្រានតិចដើម្បីយកកម្លាំងដាក់ស៊ុបដាក់អីមួយចាននៅក្តៅពោះក្តៅអីចឹងណាមេតិចហើយបន្តិចក្រោយមកលួយដែលជាមេរបស់គេហ្នឹងក៏បានដើរចូលមកដល់ហើយបានប្រាប់ថាឥឡូវហ្នឹងពួកគេហ្នឹងគឺមានបេសកកម្មថ្មីដែលសារតែកេញសម្ងាត់របស់ពួកគេពីរនាក់ដែលជាអ្នកប្រមូលព័ត៌មានហ្នឹងគឺត្រូវបានគេវាយប្រហារហើយឥឡូវហ្នឹងគឺត្រូវបានគេចាប់បាត់ទៅហើយអញ្ចឹងហើយពួកគេហ្នឹងគឺចាំបាច់ទៅកន្លែងកើតហេតុដើម្បីទៅមើលកន្លែងហ្នឹងឲ្យជាក់អំភ្នែកហើយរកមធ្យោបាយដើម្បីជួយគ្នារបស់ពួកគេហ្នឹងត្រឡប់មកវិញគ្រប់សមាជិកនៃកងពលលេខ5ទាំងអស់ហ្នឹងគឺត្រូវទៅលើកលែងតែម្នាក់គត់គឺដេយ៉ងលួយហ្នឹងគឺទុកឲ្យដេយ៉ងហ្នឹងនៅរោងចាំសម្ភាសគ្នាជាមួយនឹងក្រុមអ្នកកសែតដោយសារតែបន្តិចទៀតហ្នឹងគឺមានអ្នកកសែតមកសម្ភាសគាត់ទេតាមពិតទៅណាក៏ប៉ុន្តែលួយក៏រវល់អញ្ចឹងហើយគាត់ទុកឲ្យដេយ៉ងហ្នឹងនៅចាំសម្ភាសជំនួសគាត់ទៅដោយសារតែក្នុងក្រុមរបស់ពួកគេទាំងអស់ហ្នឹងគឺមានតែដេយ៉ងទេដែលហ៊ានសូត្របានជ្រៅចាស់ជាងគេដេយ៉ងនៅកន្លែងហ្នឹងគឺចង់ទៅមួយគេមួយឯងដើម្បីជួយសង្គ្រោះមិត្តភក្តិរបស់គេដែលត្រូវបានទាហានអាមេរិកចាប់នឹងខ្លាំងមែនតើក៏ប៉ុន្តែអាហ្នឹងប្រជាមេថហើយប្រឆាំងបានទេក៏បង្ខំចិត្តនៅទៅមើលសន្ទុះក្រោយមកក្រុមអ្នកកសែតហ្នឹងក៏បានមកដល់តែបានសួរដេយ៉ងអំពីរឿងរបស់កងពលលេខ5ហ្នឹងជាពិសេសហ្នឹងគឺសួរតាក់ទងជាមួយនឹងមេកងគឺលួយនឹងតែម្ដងដែលដេយ៉ងនៅកន្លែងហ្នឹងគឺមិនបានឆ្លើយជាមួយនឹងសំណួររបស់គេទេក៏ប៉ុន្តែគាត់បែរជាបានបង្ហាញនៃការខកចិត្តថាថ្ងៃហ្នឹងតែពិតទៅគាត់ហ្នឹងគឺត្រូវចូលរួមជាមួយនឹងកងពលលេខ5ដើម្បីបំពេញបេសកកម្មថ្មីមួយទៀតគឺជួយសង្គ្រោះគ្នារបស់ពួកគេដែលបានបាត់ខ្លួនហើយម្នាក់នៅក្នុងចំណោមគ្នារបស់ពួកគេដែលបានបាត់ខ្លួនហ្នឹងគឺជាមិត្តភក្តិផ្ទាល់ខ្លួនរបស់គេតែម្ដងឈ្មោះថាលាំងអញ្ចឹងហើយគេនឹងគឺចង់ទៅចូលរួមជួយមិត្តភក្តិរបស់គេហ្នឹងខ្លាំងមែនតើនៅកន្លែងហ្នឹងដេយ៉ងហ្នឹងគឺអាចទប់អារម្មណ៍ទ្រាំសម្ភារបានទេអញ្ចឹងហើយក៏បានសំទៅកាន់គ្នារបស់គេម្នាក់ដែលកំពុងតែខ្លាមមើលការសម្ភារហ្នឹងសំថាអនុញ្ញាតឲ្យគេទៅគេចង់ទៅជាមួយនឹងក្រុមកងពលលេខ5ដើម្បីធ្វើការងារហ្នឹងដែរអញ្ចឹងណាហើយគ្នារបស់គេកំពុងតែយាមហ្នឹងដោយសារតែមានអារម្មណ៍ថាអាណិតសូចំពោះដេយ៉ងហ្នឹងខ្លាំងពេកអញ្ចឹងហើយក៏បានបង្ខំចិត្តថាទៅមួយសន្ទុះក្រោយមកដេយ៉ងហ្នឹងក៏បានតាមតាន់ក្រុមរបស់លួយដែលកំពុងតែធ្វើដំណើរសម្ដៅទៅកាន់ទីតាំងគោលដៅដែលលួយបន្ទាប់ពីឃើញដេយ៉ងហើយគេហ្នឹងគឺមិនសប្បាយចិត្តនោះទេក៏ប៉ុន្តែគេបានមកអីទេគឺបានអនុញ្ញាតឲ្យដេយ៉ងហ្នឹងទៅជាមួយនឹងគេទៅជាមួយនឹងឯងដែរទៅមួយសន្ទុះក្រោយមកក្រុមកំពូលលេខ5របស់លួយហ្នឹងគឺបានមកដល់ទីតាំងគោលដៅរបស់ពួកគេហើយនៅកន្លែងហ្នឹងលួយហ្នឹងគឺបានប្រើកៅយិតដើម្បីឆ្លោះមើលនិងឃើញថាមានរាងកាយពីរត្រូវបានគេទុកចោលនៅកណ្ដាលវាលហើយមួយនៅក្នុងចំណោមហ្នឹងគឺក៏ស្គាល់តែម្ដងថាជាលាំងលួយភ្លាមៗហ្នឹងក៏បានចេញបញ្ជាទៅកាន់កូនចៅរបស់គាត់ហ្នឹងឲ្យចុះទៅយករាងកាយរបស់គ្នាគេហ្នឹងទៅអស់មកជាពិសេសហ្នឹងគឺលាំងតែម្ដងហើយសមាជិកនៃកងពលលេខ5ប្រកាសឲ្យគឺក្លាហានខ្លាំងមែនទែនបើទោះជាដឹងថាចុះទៅហ្នឹងគឺអាចនឹងមានគ្រោះថ្នាក់ក៏ដោយហ្នឹងគឺចុះទៅដោយគ្មានស្ទាក់ស្ទើរទេបន្តិចក្រោយមកលាំងហ្នឹងក៏បានសង្កេតឃើញថាមានពលឺចាំងមកពីចម្ងាយដែលគាត់ក៏បានដឹងថាពួកគេហ្នឹងគឺបានចាញ់ល្បិចរបស់សត្រូវហើយពួកហ្នឹងគឺបានដាក់អន្ទាក់ឲ្យពួកគេចូលតើលាំងមកសេប្រាប់កូនចៅរបស់គាត់ហ្នឹងឲ្យឡើងមកវិញមកតែអ្វីគឺយឺតពេលបាត់ទៅហើយក្រុមទាហានរបស់អាមេរិកដែលពាត់នៅកន្លែងហ្នឹងចិត្តហ្នឹងគឺបានបើកការបាញ់ប្រហារសម្លេះគ្នារបស់គេអស់3នាក់នៅកន្លែងនេះយើងឃើញថាយីដែលជាសមាជិកកងពលលេខ5ម្នាក់ដែលនៅមានជីវិតចេញពីការបាញ់ប្រហារហ្នឹងគឺបានឃើញ
ញតែគ្នារបស់គេម្នាក់ហ្នឹងគឺនៅមានជីវិតទេក៏ប៉ុន្តែមានរបួសនៅបានសងមកជួយអញ្ចឹងហើយគេនឹងក៏បានសេប្រាប់ទៅកាន់ដេយ៉ងឲ្យបោះ first aid មកឲ្យគេត្រូវទៅជួយគ្នារបស់គេអញ្ចឹងណារៀលលុយគឺដឹងថារឿងហ្នឹងគឺជាអន្ទាក់នោះទេអញ្ចឹងហើយក៏បានសេប្រាប់ទៅកាន់ដេយ៉ងហ្នឹងថាកុំឲ្យគប់ទៅតែសេកមានទៅទាន់អីដេយ៉ងហ្នឹងគឺបានគប់ first aid ហ្នឹងឲ្យទៅកាន់យីដែលរំពេញនោះនៅមុនពេលដែលយីអាចយក first aid ហ្នឹងបានក្រុមទាហានអាមេរិកហ្នឹងក៏បានបាញ់សម្លេះគេទៅតែប្រកាសណាអ្នកដែលបានបាញ់ហ្នឹងគឺគ្មាននរណាក្រៅពីចននឹងឯងតែថែមទាំងបានឌឺទៀតថាអីពួកនេះចាញ់បោកឯងស្រួលណាប្រហែលនាទីកន្លងផុតទៅលួយហ្នឹងគឺបានដោយយុទ្ធសាស្ត្រដែលគេគឺរងមធ្យោបាយដើម្បីអាចចូលមកជិតគ្នារបស់គេដែលនៅខាងក្រោមបានអញ្ចឹងហើយគេហ្នឹងគឺបានឲ្យគ្នារបស់គេ3នាក់ហ្នឹងធ្វើការបាញ់ប្រហារតទល់ជាមួយនឹងក្រុមទាហានអាមេរិកទៅបាញ់យ៉ាងម៉េចបាញ់ទៅបាញ់ចោលទៅគណៈដែលយ៉ាងនេះវិញហ្នឹងគឺប្រើវែកមួយដើម្បីចាប់ទីតាំងមិនយូរប្រហែលផែនការរបស់លួយហ្នឹងគឺដំណើរការគ្នារបស់គេជាមួយទាហានអាមេរិកហ្នឹងគឺបានបាញ់គ្នាទៅវិញទៅមកផុងផាំងយ៉ាងទៅហើយតាមរយៈវែកដែលលួយបានឲ្យដេយ៉ាងបានដាក់ហ្នឹងលួយហ្នឹងក៏អាចចាប់ទីតាំងក្រុមទាហានអាមេរិកបាននៅបានប្រើប្រាស់ជំនាញ snap យ៉ាងប្រកែរបស់គេហ្នឹងដាក់មកគ្រាប់ទម្លុះលាក្បាលទាហានអាមេរិកម្នាក់នឹងបានអនុញ្ញាតឲ្យគេហ្នឹងរត់ចូលមកកន្លែងគ្នារបស់គេនៅពេលដែលចូលមកដល់ភ្លាមលួយហ្នឹងគឺបានស្រែកថាឲ្យទៅកាន់ដេយ៉ាងតែម្ដងដែលថាដោយសារតែដេយ៉ាងហ្នឹងមិនស្ដាប់គាត់ហ្នឹងឯងបានជាធ្វើគ្នារបស់គេគឺយីហ្នឹងបានស្លេះមួយសន្ទុះក្រោយមកក្មេងប្រុសកូរ៉េម្នាក់ឈ្មោះតាយូវ៉ាហ្នឹងក៏ស្រាប់តែបានមកអូសរាងកាយរបស់លាំងចេញពីកន្លែងហ្នឹងដែលក្រុមទាំងពីរទាំងខាងអាមេរិកទាំងខាងកូរ៉េហ្នឹងគឺបានសម្គាល់មើលក្មេងប្រុសទាំងពីរនាក់ហ្នឹងរៀងៗខ្លួនហើយបន្តិចក្រោយមកលួយហ្នឹងក៏បានសម្រេចចិត្តដាក់មកគ្រាប់ក្បែរជើងរបស់ក្មេងប្រុសកូរ៉េហ្នឹងដើម្បីបញ្ញាឲ្យគេចេញចឹងទៅតែគេអត់ចេញទេរហូតដល់បន្តិចក្រោយមកតើខាងអាមេរិកហ្នឹងបានបោះនំមួយបិឆោតឲ្យគេចេញហ្នឹងទើបបានគេចេញក្រុមរបស់លួយនៅកន្លែងហ្នឹងគឺបានបន្តភាសាគ្នាថាធ្វើយ៉ាងម៉េចទើបអាចយករាងកាយគ្នារបស់គេជាពិសេសហ្នឹងគឺលៀងត្រឡប់មកវិញចឹងណាដោយសារតែលៀងហ្នឹងគឺមានព័ត៌មានសំខាន់ខ្លាំងដែលយកបានពីខាងអាមេរិករំពេញនោះសមាជិកនៃកងពលលេខ5ម្នាក់ឈ្មោះតាឆប៊ីហ្នឹងគឺមានកំណត់ល្អមួយដែលគេហ្នឹងក៏បានឃើញប្រទេសដែកមួយទុកចោលអញ្ចឹងហើយក៏បានយកប្រទេសដែកហ្នឹងយកមកចងជាប់ជាមួយនឹងខ្នងរបស់គេបន្ទាប់មកក៏បានដើរសម្ដៅទៅលៀងដើម្បីយកលៀងមកវិញយ៉ាងចឹងទៅផែនការរបស់ឆប៊ីដំបូងគឺដំណើរការដោយក្រុមទាហានអាមេរិកហ្នឹងបាញ់ចំតែប្រទេសដែកទេអត់មានបញ្ហាអីប៉ះពាល់ទៅដល់ឆប៊ីនោះទេក៏ប៉ុន្តែបន្តិចក្រោយមកខាងទាហានអាមេរិកហ្នឹងក៏បានបាញ់ចំខ្សែដែលចងប្រទេសដែកហ្នឹងធ្វើឲ្យវាដាច់អញ្ចឹងហើយប្រទេសដែកហ្នឹងក៏បានដួលដែលឆប៊ីហ្នឹងក៏បានយកដៃរបស់គេយកទៅទប់អញ្ចឹងហើយខាងទាហានអាមេរិកហ្នឹងក៏មានឱកាសបាញ់ដៃរបស់ឆប៊ីបន្ទាប់មកបាញ់ក្បាលរបស់ឆប៊ីធ្វើឲ្យឆប៊ីស្លេះនៅកន្លែងហ្នឹងទៅហេតុការណ៍ទាំងអស់ហ្នឹងគឺបានធ្វើឲ្យសមាជិកនៃកងពលលេខ5នៅសល់ហ្នឹងគឺមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើរហូតដល់បន្តិចក្រោយមកក្មេងប្រុសកូរ៉េគឺយូវ៉ាន់ហ្នឹងគឺបានត្រឡប់មកវិញហើយថែមទាំងត្រូវបានខាងអាមេរិកគឺចនហ្នឹងបានប្រកបបញ្ជាឲ្យយកថ្នាំយកមកចាក់ឲ្យលៀងទៀតផងដើម្បីឲ្យលៀងនៅមានជីវិតព្រោះពួកគេហ្នឹងក៏ចង់បានលៀងនៅរស់ដែរក៏ពីយូវ៉ាន់ចាក់ថ្នាំឲ្យលៀងហ្នឹងក៏ស្រាប់តែបាននឹងខ្លួនមកវិញតែវាគឺបានធ្វើឲ្យសមាជិកនៃក្រុមកងពលលេខ5នេះមានការផ្ចាក់ផ្អើលខ្លាំងមែនតើនៅកន្លែងនេះយើងក៏បានដឹងថាតាមពិតទៅលៀងជាមួយនឹងយូវ៉ាន់ហ្នឹងគឺស្គាល់គ្នាដោយសារតែលៀងហ្នឹងគឺជាគិញសម្ងាត់ណាអញ្ចឹងហើយគេហ្នឹងគឺអាសាចេញចូលភូមិខ្លាំងមែនតើនៅបានស្គាល់គ្នារាប់អានគ្នាជាមួយអ្នកភូមិជាពិសេសហ្នឹងគឺក្មេងៗហ្មងយូវ៉ាន់ក្រោយពីនិយាយគ្នាជាមួយនឹងលៀងបានតែបន្តិចហើយគេហ្នឹងក៏បានងើបឡើងនិងបានដើរចាក់ចេញពីសមរភូមិហ្នឹងទៅវិញបាត់ទៀតទៅផុតពីនោះមកលួយនឹងគឺបានបន្តរៀបចំផែនការដើម្បីសម្លេះក្រុមទាហានអាមេរិកហ្នឹងម្ដងមួយដែលគេនឹងគឺបានឲ្យគ្នារបស់គេ2នាក់ធ្វើការជីកដីជីកបោះចឹងទៅដើម្បីទាញចំណាប់អារម្មណ៍របស់ទាហានអាមេរិកបន្ទាប់មកលួយខ្លួនឯងជាមួយនឹងដៃយ៉ាងហ្នឹងគឺបានចែកផ្លូវគ្នាទៅមួយចំហៀងម្នាក់ហើយបន្តិចក្រោយមកទាហានអាមេរិកហ្នឹងគឺពិតជាចាញ់បោកពួកគេពិតប្រាកដមែនដែលបានធ្វើការបាញ់ប្រហារសម្ដៅទៅកាន់កន្លែងជីកអញ្ចឹងហើយលួយជាមួយនឹងដៃយ៉ាងហ្នឹងក៏មានឱកាសដឹងទីតាំងរបស់ពួកគេហើយបាញ់សម្លេះពួកគេភ្លាមរីឯចនដែលបានគេហៅការមួយហ្នឹងគឺមានការខឹងសម្បាខ្លាំងមែនទែនអញ្ចឹងហើយក៏បានប្រើនៅកំភ្លើងយន្តរបស់គេហ្នឹងបាញ់រះសម្ដៅទៅកាន់កន្លែងក្របមីនដែលពួកគេបានបង្កប់ដែលវាគឺបានធ្វើក្របមីនហ្នឹងបានផ្ទុះឡើងយ៉ាងខ្លាំងហើយនៅក្នុងហេតុការណ៍ហ្នឹងគ្នារបស់កងពលលេខ5 2នាក់ផ្សេងទៀតក៏ត្រូវបានស្លេះដែលមកដល់ត្រង់ចំណុចហ្នឹងសមាជិកនៃកងពលលេខ5ទាំងអស់ហ្នឹងគឺនៅសល់តែ3នាក់ប៉ុណ្ណោះដែលទី1គឺលួយទី2គឺដេយ៉ាងហើយនិងទី3គឺឡៅអឺមកដល់ត្រង់ចំណុចហ្នឹងអ្នកទាំង3នាក់ហ្នឹងគឺមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងមែនតើក៏ប៉ុន្តែបើទោះជាណាក៏ដោយពួកគេហ្នឹងគឺជាសមាជិកនៃកងពលលេខ5ដែលពួកគេហ្នឹងគឺមិនអាចចុះចាញ់បានទេតែប្រយុទ្ធរហូតដល់ស្លេះដូច្នេះហើយពួកគេហ្នឹងក៏ចាប់ផ្ដើមប្រមូលស្មារតីរបស់ពួកគេរៀបចំផែនការដើម្បីបន្តសម្លេះក្រុមទាហានអាមេរិកលួយជាមួយដេយ៉ាងបានមកលបចាំបាញ់ទាហានអាមេរិកគណៈដែលឡៅអឺនៅវិញហ្នឹងគឺជួយមើលផ្លូវឲ្យហើយបន្តិចក្រោយមកលួយជាមួយដេយ៉ាងហ្នឹងក៏អាចបាញ់សម្លេះទាហានអាមេរិកបានមួយចំនួនបន្ទាប់មកពួកគេហ្នឹងក៏បានត្រឡប់មកជួបជុំគ្នាជាមួយនឹងឡៅអឺវិញនៅកន្លែងហ្នឹងក្រុមរបស់លួយហ្នឹងគឺបានសម្គាល់ឃើញថាលៀងហ្នឹងគឺបានចាប់ផ្ដើមសន្លប់ទៀតហើយដោយសារតែជាតិថ្នាំហ្នឹងគឺបានអស់អញ្ចឹងណាអញ្ចឹងហើយពួកគេក៏បានព្យាយាមស្រែកជ្រឿងចម្រៀងជាតិនិយមរបស់ពួកគេដើម្បីដាស់ស្មារតីរបស់លៀងក៏ដូចជាបង្ហាញឲ្យក្រុមចនហ្នឹងបានដឹងអំពីទីតាំងរបស់ពួកគេផងដែរបន្តិចក្រោយមកកូនចៅរបស់ចនឈ្មោះតាជែកក៏បាននិយាយមេក្រូដើម្បីចរចាគ្នាជាមួយនឹងក្រុមរបស់លួយដែលបាននិយាយថាពួកគេហ្នឹងគឺអនុញ្ញាតឲ្យក្រុមរបស់លួយយករាងកាយរបស់លៀងហ្នឹងត្រឡប់ទៅវិញបានក៏ប៉ុន្តែជាថ្នូរជាមួយនឹងការដូរយកលួយហ្នឹងយកមកឲ្យពួកគេវិញហើយវាពិតជារឿងគួរភ្ញាក់ផ្អើលខ្លាំងមែនតើលួយគឺបានយល់ព្រមជាមួយនឹងក្រុមអាមេរិកដែលបើទោះជាបានដឹងថាអ្វីដែលអាមេរិកបានលើកឡើង
ឡើងមកហ្នឹងគឺប្រហែលជាក៏ល្បិចច្រើនជាងការពិតចឹងណាលួយបានទម្លាក់អាវុធចោលទាំងអស់បន្ទាប់មកក៏បានលើកដៃដើរសម្ដៅទៅកាន់ត្រង់សេរបស់ទាហានអាមេរិកគណៈដែល Lauer នៅវិញគឺដើរតាមពីក្រោយគាត់ដើម្បីទៅយករាងកាយរបស់លាងហ្នឹងត្រឡប់មកវិញបន្ទាប់ពីដើរបានបន្តិចនឹងគៀកដល់កន្លែងដែលលាងកំពុងនៅហើយលួយហ្នឹងក៏បានធ្វើសញ្ញាប្រាប់ទៅកាន់ទាហានអាមេរិកថាពួកគេហ្នឹងគឺចាំបាច់ទៅយករាងកាយរបស់លាងហ្នឹងត្រឡប់ទៅវិញមុនពេលដែលគាត់ហ្នឹងបន្តដើរទៅរីឯចនគេក៏បានយល់ព្រមអញ្ចឹងហើយ Lauer ហ្នឹងក៏បានចាប់ផ្ដើមលើករាងកាយរបស់លាងហ្នឹងចងជាប់ជាមួយនឹងខ្លួនរបស់គេនឹងបានដើរទៅគណៈដែលលួយនៅវិញហ្នឹងគឺបានបន្តដើរសម្ដៅទៅកាន់ត្រង់សេរបស់ទាហានអាមេរិកនៅពេលដែលអ្វីៗមើលទៅហាក់ដូចជាដំណើរការល្អទៅហើយស្រាប់តែមានកងកម្លាំងមួយក្រុមទៀតមិនដឹងថាមកពីណានោះទេបានបាញ់ចំជើងរបស់ Lauer ធ្វើឲ្យ Lauer នឹងដួលចុះមកខាងក្រោមវិញគណៈដែលលួយនៅវិញគឺគិតថាខាងចនហ្នឹងគឺបានបិត្រេឬក៏បានក្បត់ជាមួយនឹងពាក្យសន្យាដូច្នេះហើយលួយនឹងក៏បានធ្វើអត្តឃាតដែលបានរត់ចូលមកក្នុងត្រង់សេរបស់ទាហានអាមេរិកបន្ទាប់មកក៏បានដោះកលឺក្របបាយធ្វើឲ្យផ្ទុះ slash ទាំងគេ slash ទាំងទាហានអាមេរិកអស់មួយចំនួនមួយសន្ទុះក្រោយមកយើងឃើញថា Lauer នឹងគឺនៅមានជីវិតក៏ប៉ុន្តែគេធ្វើអត្តការនោះទេដោយសារតែជើងរបស់គេនឹងគឺមានរបួសអញ្ចឹងហើយដេយ៉ាងនឹងក៏បានទម្លាក់ខ្សែមួយឲ្យទៅកាន់ Lauer ដើម្បីឲ្យ Lauer នឹងនាំលាងឡើងមកខាងលើតោងឡើងមកលើអញ្ចឹងណាក្នុងពេលតែមួយនេះយើងឃើញថាទាហានអាមេរិកមិនដៅមុននឹងគឺ slash តិចដែរភាគច្រើននៅមានជីវិតក៏នៅមានរបួសរួមទាំងចនផងដែរបន្តិចក្រោយមក Captain William នឹងគឺបានតាក់ទងមកចនដែលយើងក៏បានដឹងថាតាមពិតទៅក្រុមដែលបានបាញ់ប្រហារទៅលើ Lauer មុននឹងគឺជាក្រុមរបស់ Captain William នឹងឯង Captain William បាននិយាយបន្ទោសខ្លាំងៗទៅកាន់ចនតែម្ដងថាមិនបានចននឹងបកគលលាងនឹងឲ្យទៅកាន់ក្រុមកងពលលេខ5អញ្ចឹងលាងនឹងគឺបានលួចសម្បត្តិមួយពីពួកគេណាសម្បត្តិនឹងគឺជា top secret គឺមានព័ត៌មានសម្ងាត់ខ្លាំងមែនទែនមិនយូរប្រហែល Captain William នឹងក៏បានឲ្យកូនចៅរបស់គាត់ចូលទៅយកលាងត្រឡប់មកវិញដោយសារតែគាត់នឹងគឺមានផែនការក្នុងការធ្វើទណ្ឌកម្មលាងដើម្បីយកព័ត៌មានដែលលាងបានលួចនឹងត្រឡប់មកវិញក្នុងពេលតែមួយនេះយើងឃើញថា Lauer នឹងគឺបានព្យាយាមវាផងឲ្យផងយកខ្សែទៅចងរាងកាយរបស់លាងក្នុងគោលដៅបន្តនាំលាងទៅមុខទៀតចឹងទៅក៏ប៉ុន្តែរំពេចនោះចនក្រោមបញ្ជាក៏ដូចជាសម្ពាធពី Captain William នឹងក៏បានលើកកាភ្លើងរបស់គេឡើងនៅបានបាញ់សម្លេះ Lauer នៅកន្លែងនឹងទៅបន្តតចំណុចនេះគឺបានធ្វើឲ្យដេយ៉ាងនឹងបានខ្លាយជាសមាជិកនៃកងពលលេខ5តែម្នាក់គត់ដែលនៅរស់មានជីវិតហើយបេសកកម្មបញ្ចប់ចុងក្រោយរបៀបម៉េចហ្នឹងគឺអាស្រ័យលើដៃរបស់ដេយ៉ាងនឹងឯងបន្តិចក្រោយមកលាងនឹងក៏បានងើបពីសន្លប់មកវិញនៅបានស្រែអបងរំរបួសនៅលើខ្លួនរបស់គេចេញមកព្រមទាំងបានប្រើដៃរបស់គេដែលប្រឡាក់ឈាមនឹងប្រងទៅសេអសផ្ញើសារអីម្យ៉ាងទៅកាន់ដេយ៉ាងដែលនៅក្បែរនោះក៏ប៉ុន្តែសំណាងមិនល្អនោះទេ Captain William នឹងគឺបានប្រើកៅយិតមើលឃើញអំពីសកម្មភាពរបស់លាងដឹងថាលាងនឹងចង់ផ្ញើសារអីមួយទៅកាន់ដេយ៉ាងហ្នឹងក៏បានចេញបញ្ជាទៅកាន់ចននឹងឲ្យធ្វើការបាញ់ប្រហារទៅកាន់លាងមុនអីចឹងទៅចនភ្លាមៗនឹងក៏បានលើកកាភ្លើងឡើងដាក់ប្រមាណគ្រាប់ចំដៃទាំងសងខាងរបស់លាងធ្វើឲ្យលាងនឹងសរសៃអសឡើងកើតបន្ទាប់មក Captain William នឹងក៏បានបញ្ជាកូនចៅរបស់គាត់នឹងឲ្យចូលទៅយកលាងត្រឡប់មកវិញខណៈដែលដេយ៉ងនៅវិញនឹងក៏គ្មានជំរឿក្រៅពីចាក់ចេញពីទីតាំងរបស់គេនឹងទៅរៀងឆ្ងាយទីសិនមិនយូរប្រហែលកូនចៅរបស់ Captain William នឹងក៏បានមកយកលាងបានជោគជ័យក៏ប៉ុន្តែនៅតាមផ្លូវក្នុងកំឡុងពេលនៃការសែងនឹងលាងនឹងក៏បានប្រើសារ៉ាំងចាក់ទម្លុះដើមទ្រូងរបស់គេសម្លេះខ្លួនឯងនៅកន្លែងនឹងទៅដេយ៉ាងដែលបានឃើញលាងមិត្តភក្តិរបស់គេបានស្លេះនៅចំពោះមុខនឹងគឺខឹងខ្លាំងមែនទែនអញ្ចឹងហើយក៏បានបើកការបាញ់ប្រហារសម្រាប់ទៅកាន់ក្រុមកូនចៅរបស់ Captain William ដែលបានបាញ់សម្លេះពួកនឹងម្ដងមួយបន្ទាប់មកដូរទីតាំងបាញ់មួយទៀតដូរទីតាំងទៀតធ្វើពួកហ្នឹងមិនអាចចាប់ទីតាំងរបស់គេបានទេចុងក្រោយគេនឹងក៏បានសម្លេះពួកហ្នឹងអស់គ្មានសល់រីឯ Captain William បន្ទាប់ពីឃើញថាកូនចៅរបស់គាត់ស្លេះអស់ច្រើនក្រោមដៃរបស់ដេយ៉ាងហ្នឹងគាត់គឺកាន់តែខឹងខ្លាំងហើយនៅបានធ្វើការជេរបចោលសម្ដៅទៅកាន់ចនទៀតហើយបន្ទោសចននឹងថាមកពីចននឹងឯងបានរឿងទាំងអស់ហ្នឹងកើតឡើងដែលចននៅកន្លែងហ្នឹងគឺសង្កេតតិចខ្លាំងមែនតើធំលេងបានហើយកាន់កាភ្លើងប្រងទៅសម្លេះ Captain William នឹងចោលទៅហើយគេនឹងគឺបានតម្រង់កាភ្លើងចំហើយហ្នឹងតែក្រោយមកគេនឹងក៏បានសម្រួលអារម្មណ៍មកវិញនៅបានទម្លាក់កាភ្លើងចុះមិនយូរប្រហែលក្រុមកងជំនួយដែល Captain William បានហៅមកហ្នឹងគឺបានមកដល់ហើយនិយាយទៅគឺមានចំនួនច្រើនខ្លាំងមែនតើគេមកជាមួយនឹងរថក្រោះហើយនឹងឧបករណ៍សម្រាប់ធ្វើសង្គ្រាមធនធ្ងន់ជាច្រើនផងដែរក្រុមទាហានបានរៀបចំបាញ់ប្លង់អបេច្រើនខ្លាំងមែនទែនសម្ដៅទៅកាន់កន្លែងដែលពួកគេគិតថាដេយ៉ាងដែលជាសមាជិកចុងក្រោយនៃកងពលលេខ5ហ្នឹងកំពុងតែនៅនិយាយទៅគឺប្លង់លងខ្ទេចកន្លែងហ្នឹងអស់តែម្ដងក៏តែមានណាដេយ៉ាងគឺអត់នៅកន្លែងហ្នឹងនោះទេគេហ្នឹងគឺកំពុងតែនៅទីតាំងមួយដែលមើលឃើញ Captain William ហ្នឹងឲ្យច្បាស់តែម្ដងនៅបានឆ្លៀតឱកាសហ្នឹងធ្វើការបាញ់ប្រហារចំកណ្ដាលក្បាលរបស់ Captain William ធ្វើឲ្យគាត់ស្លេះបាត់បង់ជីវិតនៅកន្លែងហ្នឹងទៅកូនចៅរបស់ Captain William បន្ទាប់ពីមេស្លេះទៅហ្នឹងគេហ្នឹងគឺវែងវ័នហើយភ័យផងអីផងអញ្ចឹងហើយមិនដឹងថាត្រូវធ្វើម៉េចទៀតទេក៏បានតាក់ទងមកកាន់ចនដើម្បីសុំការបង្គាប់បញ្ជាពីចនវិញដោយសារតែចនហ្នឹងគឺរៀងចំណាស់ជាងគេណានៅក្នុងជួរទាហានរីឯចនដោយសារតែឃើញថាសមាជិកនៃកងពលលេខ5ហ្នឹងគឺនៅសល់តែដេយ៉ាងម្នាក់ទេហើយគេហ្នឹងគឺចង់បានមុខបានមាត់ខ្លួនឯងដែរហ្នឹងក៏បានប្រាប់ទៅកាន់ក្រុមទាហានទាំងអស់ហ្នឹងថាឲ្យដកថយទៅទាំងអស់គ្នាទៅទុកទៅរត់ក្រោះមួយឲ្យគេបានហើយមួយសន្ទុះក្រោយមកយូវ៉ាន់ដែលជាក្មេងប្រុសកូរ៉េហ្នឹងក៏បានមកដល់កន្លែងហ្នឹងវិញហើយគេហ្នឹងគឺបានព្យាយាមដើររមើលលាងដែលជាមិត្តភក្តិរបស់គេហ្នឹងដែលមួយសន្ទុះក្រោយមកគេហ្នឹងក៏បានឃើញថាលាងហ្នឹងគឺបានស្លេះបាត់ទៅហើយដែលវាគឺបានធ្វើឲ្យគេមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើបានយំយោទៅម្ដងនៅកន្លែងហ្នឹងចំណែកចនជាមួយនឹងកូនចៅរបស់គេគឺ Jack នៅពេលដែលបានឃើញ U1 ហ្នឹងគឺមានកំណត់មួយក៏បានចាប់ U1 ហ្នឹងឡើងមកលើរថក្រោះជាមួយនឹងគេដែលគេនឹងគឺមានផែនការក្នុងការឲ្យ U1 ហ្នឹងផ្ដល់ចម្លើយខ្លាំងៗនៅចំពោះមុខតុលាការយោធាចំពោះទង្វើដែលគេបានធ្វើទាំងអាបាម៉ាហ្នឹងនិយាយទៅគឺអស់ហ្នឹងគឺវាខុសជាមួយនឹងច្បាប់យោធារបស់អាមេរិកចឹងណាទោះជាយ៉ាងណាក៏ដោយនៅមុនពេលដែលចនសម្រេចបំណងរបស់គេបានហ្នឹងដែលយ៉ាងគឺមិនទាន់ចប់ការងារជាមួយនឹងចននោះទេដែលគេនឹងគឺបានប្រកែកក្របបែកមួយនៅតាមផ្លូវហើយនៅពេលដែលរថក្រោះរបស់ចនហ្នឹងបើកមកហ្នឹងក៏បានកិនក្របបែកផ្
ផ្ទុះធ្វើឲ្យទៅមុខឡើងរួចបន្ទាប់មកផ្សាយនៃចេញពីបន្ទោះមួយហ្នឹងគឺបានហុយចូលទៅក្នុងរថក្រោះក៏ប៉ុន្តែចនជាមួយនឹង Jack ហ្នឹងគាត់ព្រមចេញមកទេដោយសារតែដឹងថាតែហ៊ានតែចេញមកហ្នឹងគឺដឹងតែចប់របស់ Day យ៉ាងហើយមិនយូរប្រហែលចនហ្នឹងគឺបានព្យាយាមរកមើល Day យ៉ាងតាមរយៈកញ្ចក់ការពារគ្រាប់នៅក្នុងរថក្រោះហ្នឹងហើយបន្តិចក្រោយមកគេហ្នឹងក៏បានឃើញ Day យ៉ាងអញ្ចឹងហើយចនហ្នឹងក៏បានបើកការបាញ់ប្រហារទៅកាន់ Day យ៉ាងបាញ់រះយកតែម្ដង Day យ៉ាងនៅកន្លែងហ្នឹងគឺបានដឹងអំពីស្ថានភាពទាំងមូលហ្នឹងហើយអញ្ចឹងហើយគេហ្នឹងក៏បានគិតពីការបាញ់ប្រហារព្រមទាំងបានក្រាបចុះហើយងើបឡើងមកវិញដាក់ប្រមាណគ្រាប់ចំមកកញ្ចក់ការពារគ្រាប់ហ្នឹងធ្វើឲ្យវាស្រាំអញ្ចឹងហើយក្រុមរបស់ចនហ្នឹងគឺមើលអីអត់សូវឃើញនោះទេទោះជាអញ្ចឹងក៏ដោយផែនការរបស់ Day យ៉ាងហ្នឹងគឺបរាជ័យហើយដោយសារតែចនហ្នឹងគឺបានបន្តបើកការបាញ់ប្រហារតាមរយៈកំភ្លើងយន្តនិងបានបាញ់ចំខ្នងរបស់ Day យ៉ាងហ្នឹងមកគ្រាប់Jack ដែលកំពុងតែនៅក្នុងរថក្រោះយល់ឃើញថា Day យ៉ាងហ្នឹងគឺបាន slash ទៅហើយអញ្ចឹងហើយក៏បានបើកកម៉ូរថក្រោះហ្នឹងដើម្បីមើលក៏តែរំពេញនោះ Day យ៉ាងហ្នឹងក៏បានបែរខ្លួនមកនិងបានដាក់មកគ្រាប់ចំក្តារក្បាលរបស់គេធ្វើឲ្យ slash ភ្លាមចននៅពេលបានឃើញថា Jack ដែលជាមនុស្សចំណិតរបស់គេនឹងបាន slash គេមានការឈឺចាប់ខ្លាំងមែនទែនអញ្ចឹងហើយក៏បានរៀបកំភ្លើងពីរហ្នឹងបានលូនចុះមកតាមក្រោមរថក្រោះដើម្បីត្រៀមនឹងការចាត់ការ Day យ៉ាងសម្លេះយកតែម្ដងរីឯ Day យ៉ាងដែលត្រូវបានគេបាញ់ចំខ្នងមានរបួសដើររួចហ្នឹងគឺបានព្យាយាមវាសម្ដៅមកកាន់ថ្មដែលនៅក្បែរហ្នឹងដើម្បីពួនបន្ទាប់មកគេនឹងក៏បានយកកណាត់ហ្នឹងយកមករុំរបួសរបស់គេព្រមទាំងបានយកខ្សែក្រវ៉ាត់ហ្នឹងយកមករឹតវាឲ្យជាប់បន្ទាប់ពីរួចហើយ Day យ៉ាងហ្នឹងក៏បានគប់គ្រាប់បាញ់មួយសម្ដៅទៅកាន់ចនក៏តែដោយសារតែគេមានរបួសអញ្ចឹងហើយគប់មិនបានឆ្ងាយនោះទេផ្ទុះនៅកណ្ដាលទីដែលនេះក៏បានធ្វើឲ្យចនហ្នឹងផ្ទុះសម្លុយឡើងសោះចំទៅកាន់ Day យ៉ាងចនបន្ទាប់មកក៏បានរៀបចំផែនការដើម្បីធ្វើស៊ី Day យ៉ាងទៀតផងដោយកំភ្លើងពីរដើមដែលគេយកមកហ្នឹងគេដកមួយដើមដាក់បញ្ឈរហើយពូនព្រិលឡើងបន្ទាប់មកយកមុខរបស់គេដាក់ទៅលើព្រិលហ្នឹងធ្វើដូចជាគេហ្នឹងកំពុងតែបាញ់ Day យ៉ាងអញ្ចឹងដើម្បីបញ្ឆោតអញ្ចឹងណាតែមានណា Day យ៉ាងហ្នឹងគឺអត់ចាញ់បោកគេនោះទេដែលគាត់ហ្នឹងគឺថាតែបានប្រើក្បាច់ដែលលួយបានពង្រៀនគាត់ដែលបានយកវែកមួយចេញមកដែលវាគឺបានធ្វើឲ្យចនឃើញពលឺចាំងពីវែកហ្នឹងយល់ឃើញថា Day យ៉ាងហ្នឹងកំពុងតែរៀបបាញ់ប្រហារមកគេហ្នឹងក៏បានបាញ់សម្ដៅទៅកាន់វែកដែលវាគឺបានធ្វើឲ្យ Day យ៉ាងហ្នឹងអាចចាប់ទីតាំងពិតប្រាកដរបស់ចនបានចេញមកផ្នែកមកខាងទៀតនៃថ្មហើយបានដាក់មកគ្រាប់មកហោះស្ទុយចំកណ្ដាលក្បាលរបស់ចនបញ្ចប់ជីវិតរបស់គេនៅកន្លែងហ្នឹងទៅ Day យ៉ាងបានទាញសាកសពរបស់ចនចេញពីក្រុមរថក្រោះមកនិងបានឆែកខ្លួនរបស់ចនរកឃើញកាសែតមកផ្ទាំងដែលកាសែតហ្នឹងគឺនិយាយអំពីកងពលលេខ5របស់គេនឹងឯងផុតពីនោះមក Day យ៉ាងហ្នឹងក៏បានចូលមកក្នុងរថក្រោះនិងបានជួបគ្នាជាមួយនឹង U1 បន្ទាប់មកគេហ្នឹងក៏បាន share ចំណងឲ្យ U1 ហើយបានសួរ U1 ហ្នឹងរហូតស្គាល់គ្រាប់ដែលនៅកន្លែងនេះខ្ញុំក៏បាននឹងថាតែពិតទៅនៅពេលដែលលាំងហ្នឹងព្យាយាមផ្ញើសារប្រាប់ទៅកាន់ Day យ៉ាងហ្នឹងគឺអាចផ្ញើសារបានជោគជ័យដែលសារហ្នឹងគឺទៅសេថាឲ្យរហូតស្គាល់គ្រាប់ពីកូនក្មេងដែលបន្ទាប់ពីស្រែសបកគ្រាប់ហ្នឹងមកក៏បានឃើញกระดาษមកផ្ទាំងញុកឡើងចិត្តតែម្ដងផុតពីនោះមកពួកគេនឹងក៏បានបដើគ្នាត្រឡប់ទៅផ្ទះវិញដែលនៅតាមផ្លូវពួកគេនឹងក៏បានជួបគ្នាជាមួយនឹងក្រុមរបស់ពួកគេផ្សេងទៀតដែលមកកន្លែងហ្នឹងដើម្បីជួយជាជំនួយអញ្ចឹងណា Day យ៉ាងបន្តមកក៏បានបកគលឯកសារសម្ងាត់ដែលគេយកបានហ្នឹងឲ្យទៅកាន់មេក្រុមតែប្រកាសណាឯកសារសម្ងាត់មួយហ្នឹងគឺសំខាន់ខ្លាំងមែនទែនក្នុងការបញ្ចប់សង្គ្រាមនាពេលអនាគតចំណែកឯមេក្រុមដើម្បីជាការអរគុណគាត់ក៏បានសេប្រាប់ទៅកាន់កូនចៅរបស់គាត់ផ្សេងទៀតឲ្យហៅឈ្មោះរបស់សមាជិកនៃក្រុមកងពលលេខ5ហ្នឹងម្ដងម្នាក់ជាសញ្ញាមួយបញ្ជាក់ថាបើទោះជាពួកគេនឹងបានស្លេះហើយក៏ដោយក៏ប៉ុន្តែ legacy ឬក៏កិត្តិនាមរបស់ពួកគេនៅតែបន្តរស់ទៅខាងមុខចំណែកសាររឿងរបស់យើងនឹងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនោះទៅដូច្នេះបើសិនជាអ្នកនរនេះចូលចិត្តរឿងមួយហ្នឹងកុំភ្លេចជួយចុច like ចុច subscribe channel ហ្នឹងម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ admin អរគុណច្រើនបាយបាយ